សួស្តីមកជួបគ្នាសាជាថ្មីនៅក្នុង Channel Mankind Mind ហើយថ្ងៃនេះយើងនឹងលើកយកនៅអត្ថបទអំពីចិត្តវិទ្យានៃមនុស្សកែសម្ដែងនៅក្នុងកន្លែងធ្វើការរាប់អានមនុស្សយើងឃើញមនុស្សដែលតែងតែនិយាយដើមនៅពីក្រោយខ្នងឬក៏អ្នកដែលនិយាយនៅក្នុងវងអំពីយើងល្អក៏ប៉ុន្តែនៅពេលដែលចេញក្រៅទៅគឺនិយាយអាក្រក់អំពីយើងដូច្នេះថ្ងៃនេះយើងមកសិក្សាអំពីចំណុចមួយចំនួនដែលថាតើគួរឆ្លើយតបយ៉ាងម៉េចទៅកាន់ប្រភេទមនុស្សដែលពូកែសម្ដែងទាំងអស់នោះហើយសិក្សាអំពីលក្ខណៈចិត្តសាស្ត្ររបស់ពួកគេយើងចូលទៅដល់អត្ថបទតែម្ដងទៅមានមនុស្សមួយចំនួននៅក្នុងជីវិតរបស់យើងមិនមែនជាមនុស្សដែលដូចអ្វីដែលគេបង្ហាញឲ្យយើងឃើញនោះទេគេលាក់បាំងវានៅពីក្រោយស្នាមញញឹមពាក្យកំ pl ែងឬការធ្វើអ្វីមួយឲ្យដោយមិនបាច់សុំពឹងពាក្យឡើយយើងមិនទាន់ដង្ហើមមកឲ្យគេជួយឯផងគេក៏ចង់ជួយយើងហើយយើងមើលទៅហាក់ដូចជាមនុស្សនេះដូចជាចិត្តបានដល់ហើយមនុស្សភាគច្រើនមិនដែលចាប់ថ្នាក់គេបានឡើយគេចំណាយពេលរាប់ឆ្នាំនៅក្បែរមនុស្សណាម្នាក់ដែលកំពុងលួចកេងចំណេញពីគេដោយស្ងៀមស្ងាត់ហើយចុងក្រោយក៏ได้ចេញទាំងងឿងឆ្ងល់ថាតើមានរឿងអ្វីខុសឆ្គងបានជាមនុស្សម្នាក់ដែលតែងតែសម្ដែងឲ្យយើងឃើញមកនៅទង្វើល្អជួយយើងជាច្រើនហ្នឹងក៏ដើរចេញពីយើងទៅបាត់ទៅមានន័យថាគេអស់នៅកិច្ចការដែលគេត្រូវចំណេញអំពីយើងហើយក៏ចាក់ចេញដូច្នោះទៅថ្ងៃនេះយើងនឹងរៀនបានពីចំណុចដោយមើលធ្លុះទៅនឹងការបកស្រាយទង្វើអ្វីមួយដែលគេធ្វើមកហាក់ដូចជាសម្ដែងយើងអាចកត់សម្គាល់បានហើយចំណុចពីរនោះទី1គឺឈប់ចាញ់បោកមនុស្សដែលសម្ដែងធ្វើជាល្អទី2គឺជ្រើសរើសមនុស្សដែលត្រឹមត្រូវចូលក្នុងមកជីវិតរបស់យើងនៅថ្ងៃមុខអញ្ចឹងយើងមាន28ចំណុចដែលអាចឲ្យបងប្អូនយកទៅពិចារណាទុកជាការអនុវត្តហើយយើងមិនមែនគ្រាន់តែទន្ទិញចាំទុកនោះទេគឺយើងរៀនមើលរៀនអនុវត្តផងដែរចំណុចទី1មានមនុស្សមួយចំនួនតែងតែសរសើរអ្នកភ្លាមមុនពេលដែលគេសុំជំនួយពីអ្នកមូលហេតុការធ្វើបែបនេះព្រោះពាក្យបញ្ជោធ្វើឲ្យអ្នកទម្លាក់ការប្រុងប្រយ័ត្ននិងធ្វើឲ្យអ្នកចង់តបស្នងទឹកចិត្តគេវិញវាបញ្ជាក់ថាមនុស្សម្នាក់នេះកណនីទុកជាមុននៅភាពស្និទ្ធស្នាលរបស់គេជំនួសឲ្យការចេញពីចិត្តពិតតែអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តយល់ព្រមជួយមនុស្សដែលបង្ហាញខ្លួនតែពេលគេត្រូវការអ្វីមួយពីអ្នកប៉ុណ្ណោះដំណោះស្រាយក៏សម្គាល់ពាក្យសរសើរនោះអ្នកនឹងឃើញអ្វីដែលមកតាមពីក្រោយវារងចាំប៉ុន្មានវិនាទីសិនមុនពេលដែលអ្នកយល់ព្រមចំពោះអ្វីមួយចំណុចទី2មិត្តភ័ក្តិណាម្នាក់តែងតែមានរឿងរ៉ាវរៀបរាប់ថាជីវិតនេះអយុត្តិធម៌ចំពោះគេខ្លាំងណាស់មូលហេតុការសម្ដែងធ្វើជាជនរងគ្រោះជួយរំដោះគេចេញពីការទទួលខុសត្រូវចំពោះជំរឿសរបស់ខ្លួនឯងវាបញ្ជាក់ពីមនុស្សដែលគេគេចវេះពីការអភិវឌ្ឍខ្លួនព្រោះការលូតលាស់ទាមទារឲ្យមានការទទួលស្គាល់កំហុសបើអ្នកមើលរំលងរឿងនេះអ្នកនឹងក្លាយទៅជាធុងសម្រាមខាងផ្លូវអារម្មណ៍របស់គេដោយគ្មានថ្ងៃចប់ឡើយដំណោះស្រាយឈប់ផ្ដល់ដំណោះស្រាយដល់មនុស្សដែលចង់បានត្រឹមតែការអាណិតអាសូរសួរខ្លួនឯងថាតើសាច់រឿងរបស់គេធ្លាប់មានការផ្លាស់ប្ដូរខ្លះទេតាមពេលវេលាកន្លងមកឬក៏តែងតែលើកណាក៏អយុត្តិធម៌លើកណាក៏រងគ្រោះរហូតចំណុចទី3មាននរណាម្នាក់សើចលឺជាងគេចំពោះរឿងកំ pl ែងរបស់ខ្លួនឯងមុនពេលដែលអ្នកដទៃមិនទាន់សើចផងមូលហេតុគេធ្វើបែបនេះព្រោះគេត្រូវការគ្រប់គ្រងបរិយាកាសនៅក្នុងបន្ទប់ជំនួសឲ្យការទុកចិត្តលើសាច់រឿងកំ pl ែងនោះដោយខ្លួនឯងវាបញ្ជាក់ពីភាពមិនជឿជាក់លើខ្លួនឯងដែលបន្លំធ្វើជាមានទំនុកចិត្តបើអ្នកមើលរំលងរឿងនេះអ្នកនឹងច្រឡំមនុស្សដែលភ័យព្រួយថាជាមនុស្សរឹងមាំដំណោះស្រាយសង្កេតមើលរបៀបដែលគេឆ្លើយតបនឹងភាពស្ងៀមស្ងាត់មិនមែនមើលរបៀបដែលគេនិយាយបំពេញភាពស្ងាត់ទុកលំហឲ្យគេអង្គុយក្នុងភាពស្ងប់ស្ងាត់ហើយចាំមើលថាគេធ្វើអ្វីបន្តចំណុចទី4អ្នករួមការងារម្នាក់យល់ស្របជាមួយគ្រប់យ៉ាងដែលអ្នកនិយាយនៅក្នុងការប្រជុំប៉ុន្តែបែរជារិះគន់អ្នកភ្លាមនៅពេលដែលអ្នកដើរចេញផុតមូលហេតុការកិច្ចវេះចំនួននៅចំពោះមុខសាធារណជននិងការថ្នាំងថ្នាក់ចិត្តជាឯកជនតែងតែស្ថិតនៅក្នុងមនុស្សតែម្នាក់វាបញ្ជាក់ថាមនុស្សម្នាក់នេះខ្វះការក្លាហានក្នុងការស្មោះត្រង់ជាមួយអ្នកចំវានឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តនៅក្នុងកន្លែងធ្វើការ
ដោយសារតែអ្នកគិតថាអ្នកមានមិត្តរួចបែរជាគ្មានទៅវិញដំណោះស្រាយសាឡបងមនុស្សដោយសួររកមតិពិតប្រាកដរបស់គេជាឯកជនមុនគេសង្កេតមើលថាតើមតិជាឯកជនរបស់គេត្រូវគ្នានឹងអ្វីដែលគេនិយាយចំពោះមុខអ្នកដែរឬទេអញ្ចឹងរាល់ការដែលគេនិយាយជាមួយនឹងយើងពីរនាក់ហើយនឹងការដែលគេនិយាយនៅក្នុងកិច្ចប្រជុំតើវាដូចគ្នាដែរឬទេចំណុចទី5មាននរណាម្នាក់តែងតែមានការមកយឺតយ៉ាវប៉ុន្តែមិនដែលពោលពាក្យសុំទោសនោះទេមូលហេតុគេមានអារម្មណ៍ថាពេលវេលារបស់គេមានតម្លៃជាងពេលវេលារបស់អ្នកវាបញ្ជាក់ពីមនុស្សដែលមើលឃើញទំនាក់ទំនងក្នុងផ្លូវតែមួយជំនួសឲ្យភាពស្មើគ្នាបើអ្នកបណ្ដាលឲ្យរឿងនេះកើតឡើងអ្នកកំពុងបង្វឹកខ្លួនឯងឲ្យទទួលយកការមិនឲ្យតម្លៃថាជារឿងធម្មតាដំណោះស្រាយបង្កើតលទ្ធផលពិតប្រាកដមួយនៅពេលក្រោយដែលរឿងនេះកើតឡើងដើរចេញដោយមិនចាំបាច់រងចាំគេម្ដងមើលហើយចាំមើលថាតើទង្វើរបស់គេផ្លាស់ប្ដូរលឿនប៉ុណ្ណាចំណុចទី6សមាជិកគ្រួសារណាម្នាក់លើកយកកំហុសចាស់របស់អ្នកមកនិយាយក្នុងពេលដេញដោលអំពីប្រធានបទផ្សេងដែលមិនតាក់ទងគ្នាទាល់តែសោះមូលហេតុអាវុធចាស់អាចយកឈ្នះការជជែកដេញដោលថ្មីបានលឿនជាងការនិយាយដោយហេតុផលត្រឹមត្រូវវាបញ្ជាក់ពីមនុស្សដែលចង់តែឈ្នះមិនមែនជាមនុស្សដែលចង់យល់ពីអ្នកនោះទេបើអ្នកមើលរំលងរឿងនេះរាល់ការខ្វែងគំនិតគ្នាអ្នកនឹងក្លាយជាតុលាការជំនួសឲ្យការជជែកគ្នាក្នុងនាមជាគ្រួសារដំណោះស្រាយនិយាយចំលើរឿងភ្លាមនៅពេលដែលវាកើតឡើងដោយប្រាប់ថាកុំនិយាយអំពីរឿងដែលចាស់ឆ្ងាយពីមុនមកឲ្យសោះចំណុចទី7មាននរណាម្នាក់ផ្លាស់ប្ដូរគំនិតរបស់គេទៅតាមមនុស្សដែលគេកំពុងនិយាយជាមួយមូលហេតុគេឲ្យតម្លៃការទទួលបានការចូលចិត្តច្រើនជាងការរក្សាជំហរក្នុងចិត្តរបស់គេច្បាស់លាស់វាបញ្ជាក់ពីមនុស្សដែលគ្មានជំហរពិតប្រាកដជាមនុស្សដែលប្រែប្រួលទៅតាមបរិយាកាសនៅក្នុងបន្ទប់វានឹងធ្វើឲ្យអ្នកខាតបង់ព្រោះអ្នកមិនដែលដឹងថាតើគេជឿលើអ្វីឲ្យប្រាកដនោះទេដំណោះស្រាយប្រៀបធៀបអ្វីដែលគេប្រាប់អ្នកទៅនឹងអ្វីដែលគេប្រាប់អ្នកដទៃបើរឿងប្រែប្រួលគ្រប់ពេលចូលឈប់ទុកចិត្តលើសាច់រឿងទាំងនោះទៅចំណុចទី8មិត្តភក្តិម្នាក់ផ្ញើសារមកអ្នកតែនៅពេលដែលគេធុញឬក៏ត្រូវការអ្វីមួយប៉ុណ្ណោះមូលហេតុភាពងាយស្រួលជាអ្នកទាញគេឲ្យមកតាក់ទងអ្នកមិនមែនជាការរាប់អានពិតប្រាកដឡើយវាបញ្ជាក់ពីមនុស្សដែលមើលឃើញអ្នកត្រឹមតែជាជំរឿបំរុងមិនមែនជាអត្ថភាពនោះទេបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តកសាងមិត្តភាពដែលរត់តែផ្លូវមួយតែប៉ុណ្ណោះគឺគ្មានមិត្តភាពដែលស្មោះត្រង់នោះទេដំណោះស្រាយតាមដានមើលថាតើនរណាជាអ្នកតាក់ទងមកមុននៅក្នុងអំឡុងពេលចាប់ពី1ខែខាងមុខនេះផ្ដល់ឱកាសនៃការខិតខំប្រឹងប្រែងឲ្យស្មើនឹងអ្វីដែលគេផ្ដល់ឲ្យអ្នកច្រើនបើសិនជាអ្នកនោះគេជាអ្នកដែលតែងតែទូរស័ព្ទតាក់ទងមកអ្នកនៅពេលដែលអ្នកសប្បាយចិត្តក៏ដោយពិបាកចិត្តក៏ដោយគឺតែងតែមានវត្តមានគេជានិច្ចទន្ទឹមគ្នាក៏ត្រូវពិធានអ្នកដែលទូរស័ព្ទមកតែពេលដែលខ្លួនគេលំបាកឬក៏វេទនាហើយអ្នកក៏ត្រូវបញ្ឈប់ការយកចិត្តទុកដាក់ទៅលើមនុស្សប្រភេទនោះឲ្យបានច្រើនដងដែរពីមុនមកយើងធ្លាប់តែចំណាយពេលវេលាយកចិត្តទុកដាក់លើម្នាក់នោះប៉ុន្តែក្រោយពីយើងចាប់ផ្ដើមសង្កេតមើលទៅយើងក៏គេថាមិនសូវយកចិត្តទុកដាក់យកពេលវេលារបស់យើងទៅយកចិត្តទុកដាក់ជាមួយអ្នកដែលស្មោះត្រង់ជាមួយនឹងយើងពិតប្រាកដចំណុចទី9មាននរណាម្នាក់ផ្ដល់ការណែនាំដល់អ្នកប៉ុន្តែខ្លួនឯងមិនដែលអនុវត្តតាមឡើយមូលហេតុការផ្ដល់ការណែនាំឲ្យគេមានអារម្មណ៍ល្អហើយមិនអស់ប្រកាសឬការខិតខំអ្វីឡើយវាបញ្ជាក់ពីមនុស្សដែលចាប់អារម្មណ៍លើការមើលទៅដូចជាមានប្រាជ្ញាច្រើនជាងការមានប្រាជ្ញាពិតប្រាកដបើអ្នកមើលរំលងរឿងនេះអ្នកនឹងទទួលយកទិសដៅជីវិតពីមនុស្សដែលមិនដែលតេស្តមើលគំនិតរបស់ខ្លួនឯងនិងគំនិតរបស់អ្នកដទៃដំណោះស្រាយសង្កេតមើលអ្វីដែលគេធ្វើមិនមែនអ្វីដែលគេប្រាប់ឲ្យអ្នកធ្វើឡើយសួរគេត្រង់ថាតើគេបានអនុវត្តការណែនាំរបស់ខ្លួនឯងដែរឬទេមុននឹងប្រាប់ឲ្យយើងធ្វើអ្វីតាមដែលគេប្រាប់នោះចំណុចទី10ដៃគូរបស់អ្នកលើកឡើងពីអ្វីដែលគេ
បានធ្វើដើម្បីអ្នកនៅក្នុងរាល់ការខ្វែងគំនិតគ្នាមូលហេតុការកត់ត្រាបន្ទុកបានជំនួសឲ្យទឹកចិត្តសប្បុរសធម៌ពិតប្រាកដទៅជាវិក័យប័ត្រដេញដោលតាមក្រោយវាបញ្ជាក់ពីមនុស្សដែលផ្ដល់ឲ្យដោយរំពឹងការតបស្នងមិនមែនចេញពីសេចក្តីស្រឡាញ់ឡើយវានឹងធ្វើឲ្យអ្នកខាត់បងទំនាក់ទំនងដែលមានអារម្មណ៍ដូចជាការដោះដូរពាណិជ្ជកម្មជំនួសឲ្យភាពជាដៃគូដំណោះស្រាយកត់សម្គាល់ថាតើទឹកចិត្តល្អនោះមកជាមួយនឹងលក្ខខណ្ឌដែរឬទេសួរខ្លួនឯងថាតើកាដូជំនួយផ្សេងធ្លាប់ត្រូវបានលើកឡើងនៅពេលក្រោយជាឈ្នន់កេងចំណេញដែរឬទេចំណុចទី11មាននរណាម្នាក់ប្រែជាការពេលខ្លួនភ្លាមនៅពេលដែលអ្នកសួរសំណួរធម្មតាមូលហេតុកំហុសក្នុងចិត្តឬភាពមិនជឿជាក់លើខ្លួនឯងបានបំផ្លែងសំណួរធម្មតាឲ្យក្លាយជាការវាយប្រហារបញ្ជាក់ពីអ្វីមួយដែលគេកំពុងលាក់បាំងទោះបីជាការលាក់បាំងនោះជារឿងតូចតាចក៏ដោយបើអ្នកមើលរំលងរឿងនេះអ្នកនឹងឈប់សួរសំណួរដែលសំខាន់ព្រោះតែអ្នកភ័យខ្លាចការប្រតិកម្មរបស់គេការអន់ចិត្តរបស់គេអញ្ចឹងទៅដំណោះស្រាយរក្សាភាពស្ងប់ស្ងាត់នៅពេលគេប្រែជាការពេលខ្លួនសួរសំណួរនោះឡើងវិញដោយស្ងប់ស្ងាត់ជំនួសឲ្យការដកថយចំណុចទី12មិត្តភ័ក្តិរបស់អ្នកណាម្នាក់បានបាត់ខ្លួនឆឹងនៅពេលដែលអ្នកកំពុងជួបប្រទះរឿងរ៉ាវលំបាកក្នុងជីវិតមូលហេតុមនុស្សមួយចំនួនចង់នៅក្បែរអ្នកតែក្នុងរដូវកាលដែលជីវិតអ្នកស្រួលប៉ុណ្ណោះវាបញ្ជាក់ពីមនុស្សដែលតម្លៃទៅលើធម៌ពលរបស់អ្នកភាពអង់អាចរបស់អ្នកមិនមែនសុខទុក្ខរបស់អ្នកឡើយបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តរក្សាមនុស្សម្នាក់នេះនៅក្បែរខ្លួនក្នុងពេលមានវិបត្តិលើក្រោយហើយត្រូវខកចិត្តម្ដងទៀតដំណោះស្រាយក៏សម្គាល់ថាតើនរណាជាអ្នកបង្ហាញខ្លួនកំឡុងពេលដ៏លំបាករបស់អ្នកចូលរុញការរញ៉េរញ៉ៃហើយកើតចេញពីមនុស្សនៅពេលដែលខ្លួនធ្លាក់ខ្លួនក្នុងពេលលំបាករុញពួកគេចេញហើយឲ្យនៅរង្វាន់សម្រាប់អ្នកក្រៅផ្សេងទៀតដែលមានទឹកចិត្តល្អនៅក្នុងពេលដែលអ្នកជួបការលំបាកនោះឲ្យចូលក្នុងជីវិតរបស់អ្នកកុំស្ដាយក្រោយកុំមានអារម្មណ៍ថាអនុស្សាវរីយ៍អ្វីច្រើនពេកចំណុចទី13មាននរណាម្នាក់និយាយកាត់ចង្វាក់អ្នកនៅពាក់កណ្ដាលប្រយោគជាប្រចាំមូលហេតុគេឲ្យតម្លៃលើគំនិតរបស់ខ្លួនឯងច្រើនជាងការស្ដាប់គំនិតរបស់អ្នកឲ្យចប់ចុងចាប់ដើមវាបញ្ជាក់ពីមនុស្សដែលស្ដាប់ដើម្បីឆ្លើយតបមិនមែនស្ដាប់ដើម្បីយល់នោះទេវានឹងធ្វើឲ្យអ្នកខាតបង់ទំនាក់ទំនងដោយសារតែមិនដែលស្គាល់អារម្មណ៍ថាត្រូវស្ដាប់អ្វីឲ្យពិតប្រាកដឡើយដំណោះស្រាយនិយាយបញ្ចប់ប្រយោគរបស់អ្នកទោះជាយ៉ាងណាក៏ដោយស្ងប់ស្ងាត់និងមិនបាច់ដំឡើងសំឡេងឡើយប្រាប់គេថាអ្នកមិនទាន់និយាយចប់ទេបើគេកាត់ចង្វាក់អ្នកម្ដងហើយម្ដងទៀតចំណុចទី14អ្នករួមការងាររបស់អ្នកណាម្នាក់យកគំនិតដែលធ្វើរួមគ្នាតែអះអាងយកគុណសម្បត្តិតែម្នាក់ឯងនៅចំពោះមុខចៅវាយនេះមូលហេតុមកតាដែលគ្មានសេចក្តីថ្លៃថ្នូរតែងតែជ្រើសរើសផ្លូវកាត់ជំនួសឲ្យជោគជ័យរួមគ្នាវាបញ្ជាក់ពីមនុស្សដែលនឹងប្រើអ្នកជាឈ្នន់គ្រប់ពេលដែលវាផ្ដល់ផលប្រយោជន៍ដល់គេបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តធ្វើការងារដែលមើលមិនឃើញដើម្បីរង្វាន់ដែលមើលឃើញរបស់អ្នកដទៃមានន័យថាយើងកំពុងធ្វើការបម្រើឲ្យអ្នកដទៃដែលគេសម្លឹងឃើញយើងជាឈ្នន់ដំណោះស្រាយកត់ត្រានិងរក្សាទុកផុសតាងនៃការរួមចំណែករបស់អ្នកចាប់ពីពេលនេះតទៅនិយាយទាមទារសិទ្ធិភ្លាមនៅខណៈពេលនោះដោយស្ងប់ស្ងាត់និងមានផុសតាងច្បាស់លាស់ចំណុចទី15មាននរណាម្នាក់សុំទោសរហូតចំពោះរឿងរ៉ាវដែលមិនមែនជាកំហុសរបស់គេសោះមូលហេតុគេរៀនសូត្រពីតូចមកថាការរក្សាភាពស្ងប់ស្ងាត់សំខាន់ជាងការត្រឹមត្រូវវាបញ្ជាក់ពីតម្លៃខ្លួនទៀតមិនមែនជាភាពសុភាពរាបសារនោះទេវានឹងធ្វើឲ្យគេបាត់បង់សម្លេងរបស់ខ្លួនហើយធ្វើឲ្យអ្នកបាត់បង់មតិស្មោះត្រង់ពីគេនៅពេលដែលអ្នកត្រូវការវាពិតប្រាកដដំណោះស្រាយសួរគេត្រង់អំពីអ្វីដែលគេគិតជំនួសឲ្យអ្វីដែលធ្វើឲ្យរឿងរ៉ាវរលូនផ្ដល់លំហឲ្យគេមានមតិផ្ទុយពីអ្នក
ដោយមិនធ្វើឲ្យគេមានអារម្មណ៍ថាប្រឈមនឹងហានិភ័យឡើយចំណុចទី16មិត្តភ័ក្តិម្នាក់ណាមួយតែងតែនាំមនុស្សថ្មីចូលមកក្នុងរាល់ការណាត់ជួបដែលអ្នកមិនបានរៀបចំជាមួយគ្នាតតែសោះមូលហេតុមនុស្សមួយចំនួនគេចវេះពីទំនាក់ទំនងស្និទ្ធស្នាលតែពីរនាក់ព្រោះវាទាមទារការបើកបេះដូងពិតប្រាកដវាបញ្ជាក់ពីភាពមិនស្រួលក្នុងចិត្តជាមួយនឹងភាពស្និទ្ធស្នាលទោះបីជាគេហៅអ្នកថាមិត្តស្និទ្ធស្នាលក៏ដោយបើអ្នកមើលរំលងរឿងនេះអ្នកនឹងមិនដែលកសាងជំរឿនៃទំនាក់ទំនងដោយអ្វីដែលអ្នកគិតនោះទេដំណោះស្រាយស្នើការជួបគ្នាតែម្នាក់ទល់នឹងម្នាក់ហើយសង្កេតមើលថាតើគេឆ្លើយតបយ៉ាងណាបើគេកិច្ចវេះគ្រប់ពេលចូលសម្រួលការរំពឹងទុករបស់អ្នកចំពោះមិត្តភាពនេះចុះចំណុចទី17មាននរណាម្នាក់និយាយដើមអ្នកដតីប្រាប់អ្នកជាប្រចាំមូលហេតុការនិយាយដើមអ្នកដតីបង្កើតទំនាក់ទំនងបណ្ដោះអាសន្នមួយដែលកសាងឡើងលើការរិះគន់រួមគ្នាវាបញ្ជាក់ពីមនុស្សដែលនឹងនិយាយដើមអ្នកបែបនឹងដូចគ្នានៅពេលដែលអ្នកដើរចេញផុតពីបន្ទប់និយាយដើមនោះទៅវានឹងធ្វើឲ្យអ្នកខាតបង់ដោយសារតែអារម្មណ៍ស្និទ្ធស្នាលคล้ายៗដែលពិតប្រាកដទៅវានឹងក្លាយជាសញ្ញាព្រមានដែលរឿងឯកជនរបស់អ្នកនឹងត្រូវគេលាតត្រដាងដំណោះស្រាយសន្មតថាគេនិយាយពីអ្នកដោយរបៀបដែលគេនិយាយពីអ្នកដទៃរក្សាព័ត៌មានផ្ទាល់ខ្លួនសម្ងាត់របស់អ្នកឲ្យឆ្ងាយពីមនុស្សដែលមិនអាចរក្សាភាពសម្ងាត់របស់អ្នកដទៃបាននិយាយឲ្យខ្លីទៅគឺរក្សាព័ត៌មានសម្ងាត់របស់អ្នកពីមនុស្សដែលមានមាត់អត់គម្របចំណុចទី18សមាជិកគ្រួសារណាម្នាក់បន្ទាបបន្ថោកសមិទ្ធផលរបស់អ្នកប៉ុន្តែបែរជាលើកសរសើរអ្នកផ្សេងគ្រប់គ្នាមូលហេតុការរីកចម្រើនរបស់អ្នកបានរំលឹកគេអំពីចំណុចដែលគេកំពុងទើជើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គេវាបញ្ជាក់ពីការច្រណែនដែលលាក់បាំងនៅពីក្រោយលេសនៃក្តីស្រឡាញ់ដ៏ម៉ឺងម៉ាត់បើអ្នកមើលរំលងរឿងនេះអ្នកនឹងបង្រួមខ្លួនឯងឲ្យតូចដើម្បីរក្សាភាពស្ងប់ស្ងាត់ជាមួយនឹងមនុស្សដែលគិតថាជាគ្រួសាររបស់អ្នកហើយភាពថ្នាំងថ្នាក់នឹងបន្តឲ្យរាំងស្ទះការរីកចម្រើនរបស់អ្នកចូលជំរះរឿងនេះឲ្យដាច់ស្រឡះជាងការយកពាក្យថាជាគ្រួសារមកអត់ធ្មត់ដំណោះស្រាយការសម្គាល់ទម្លាប់នេះតាមពេលវេលាច្រើនឆ្នាំមិនមែនត្រឹមតែមតិមួយនោះទេអបអរសាទរជ័យជំនះរបស់អ្នកជាមួយនឹងមនុស្សដែលអបអរសាទរអ្នកពិតប្រាកដចំណុចទី19មាននរណាម្នាក់សន្យាថានឹងផ្លាស់ប្ដូរកែខ្លួនប៉ុន្តែពេលវេលានៃការផ្លាស់ប្ដូរតែងតែរំកិលទៅមុខរហូតមូលហេតុការសន្យាថាផ្លាស់ប្ដូរមានអារម្មណ៍ស្មើនឹងការផ្លាស់ប្ដូរពិតប្រាកដចំពោះមនុស្សដែលមិនទាន់ត្រៀមខ្លួនធ្វើសកម្មភាពវាបញ្ជាក់ពីមនុស្សដែលប្រើប្រាស់ពាក្យពេចន៍ដើម្បីទិញពេលវេលាជំនួសឲ្យការប្រើប្រាស់ទង្វើដើម្បីបង្កើតទំនុកចិត្តវានឹងធ្វើឲ្យអ្នកខាតបង់ពេលច្រើនឆ្នាំនៃជីវិតរងចាំមនុស្សម្នាក់ឲ្យคล้ายជាមនុស្សដែលគ្មានភ័ស្តុតាងទាល់តែសោះថាតើគេអាចคล้ายទៅជាអ្វីដែលគេសន្យាបានដែរឬទេដំណោះស្រាយកំណត់ការបរិច្ឆេទពិតប្រាកដនៅក្នុងចិត្តរបស់អ្នកវាតម្លៃគេលើអ្វីដែលបានផ្លាស់ប្ដូរនៅក្នុងខែចុងក្រោយមិនមែនលើអ្វីដែលគេសន្យាសម្រាប់ខែបន្ទាប់ឡើយចំណុចទី20មិត្តភក្តិម្នាក់ត្រូវការធ្វើជាចំណុចកណ្ដាលនៃអារម្មណ៍នៅក្នុងការជួបជុំជាក្រុមមូលហេតុតម្លៃខ្លួនរបស់គេពឹងផ្អែកទាំងស្រុងលើការទទួលស្គាល់ពីខាងក្រៅវាបញ្ជាក់ពីមនុស្សដែលមិនអាចអង្គុយដោយសុខនោះទេក្នុងពេលដែលអ្នកផ្សេងកំពុងទទួលបានការចាប់អារម្មណ៍បើអ្នកមើលរំលងរឿងនេះអ្នកនឹងដើរតួនាទីជាតួបន្ទាប់បន្សំជានិច្ចនៅក្នុងមិត្តភាពដែលគួរតែស្មើភាពគ្នាដំណោះស្រាយកត់សម្គាល់ថាតើគេសួរនាំពីជីវិតរបស់អ្នកដោយយកចិត្តទុកដាក់ពិតប្រាកដដែរឬទេចំណាយពេលបន្ថែមជាមួយមនុស្សដែលសួរសំណួរអ្នកហើយរងចាំស្ដាប់ចម្លើយពិតប្រាកដចំណុចទី21មាននរណាម្នាក់ប្រើប្រាស់ភាពកំប្លែងដើម្បីនិយាយសម្ដីចិត្តអាក្រក់ហើយហៅវាថារឿងកំប្លែងតើបើសិនបើអ្នកមានអារម្មណ៍ប្រតិកម្មមូលហេតុការលាក់បាំងការប្រមាថនៅក្នុងរឿងកំប្លែងផ្ដល់លេសឲ្យគេបដិសេធកំហុសបានវាបញ្ជាក់ពីការថ្នាក់ចិត្តពិតប្រាកដដែលគេភ័យខ្លាចក្នុងពេលនិយាយចំ
វានឹងធ្វើឲ្យអ្នកខាត់បងព្រោះអ្នកស្រូបយកការរិះគន់ដែលដដែលបន្លំជាការកំ pl ែងហើយមិនត្រូវបានអនុញ្ញាតឲ្យឆ្លើយតបវិញដោយស្មោះត្រង់ឡើយដំណោះស្រាយឆ្លើយតបលើមតិស្មោះត្រង់នោះដោយបំបែកវាចេញពីរឿងកំ pl ែងប្រាប់គេថានោះខ្ញុំមានអារម្មណ៍ថាដូចជាការចាក់ដោតពិតប្រាកដមិនមែនជារឿងកំ pl ែងឡើយចំណុចទី22អ្នករងការងារណាម្នាក់ល្អជាមួយអ្នកខ្លាំងណាស់នៅចំពោះមុខប៉ុន្តែបែរជារ៉ាប់រងផែនការក្រុមដោយផាត់អ្នកចេញឲ្យឆ្ងាយជាឯកជនមូលហេតុភាពគួរសមជាសាធារណៈមិនអស់ប្រាស់កាក់ឡើយខណៈពេលដែលការរាប់បញ្ចូលអ្នកជាឯកជនទាមទារការខិតខំប្រឹងប្រែងពិតប្រាកដវាបញ្ជាក់ពីមនុស្សដែលគ្រាន់តែគ្រប់គ្រងរូបភាពរបស់គេជុំវិញអ្នកមិនមែនកសាងទំនាក់ទំនងពិតប្រាកដជាមួយអ្នកឡើយបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តច្រឡំភាពគួរសមថាជាមិត្តភាពដំណោះស្រាយសង្កេតមើលអ្វីដែលកើតឡើងនៅក្រៅម៉ោងធ្វើការមិនមែនក្នុងម៉ោងធ្វើការឡើយទុកចិត្តលើការអញ្ជើញដែលអ្នកទទួលបានពិតប្រាកដច្រើនជាងពាក្យសរសើរដែលអ្នកបានឮនៅក្នុងរង្វង់ធ្វើការងារចំណុចទី23មាននរណាម្នាក់តែងតែមានហេតុផលថាហេតុអ្វីបានជាទង្វើអាក្រក់របស់គេជាកំហុសរបស់អ្នកផ្សេងមូលហេតុការទទួលខុសត្រូវគម្រាមកំហុសលើរូបភាពដែលគេបានកសាងឡើងសម្រាប់ខ្លួនឯងវាបញ្ជាក់ពីមនុស្សដែលនឹងមិនដែលផ្លាស់ប្ដូរឡើយព្រោះគេមិនជឿថាគេជាបញ្ហានោះទេវានឹងធ្វើឲ្យអ្នកខាត់បងពេលច្រើនឆ្នាំក្នុងការជជែកដេញដោលលើរឿងដដែលជាមួយនឹងលេសខុសគ្នាបន្តិចបន្តួចរាល់តែដងដំណោះស្រាយឈប់ទទួលយកការបកស្រាយដែលមិនដែលរាប់បញ្ចូលទូនាទីរបស់ខ្លួនឯងរងចាំស្ដាប់ពាក្យខ្ញុំខុសហើយក៏សម្គាល់ថាតើអ្នកធ្លាប់បានឮពាក្យនេះពិតប្រាកដចេញពីក្នុងចិត្តដែរឬទេចំណុចទី24មិត្តភក្តិម្នាក់ចងចាំតែពេលវេលាល្អនៅពេលដែលគេត្រូវការអ្វីមួយពីអ្នកមូលហេតុការចងចាំជ្រើសរើសបំរើឲ្យតម្រូវការបច្ចុប្បន្នរបស់គេមិនមែនប្រវត្តិសាស្ត្រពេញលេញដែលអ្នកបានចែករំលែកជាមួយគ្នានោះទេវាបញ្ជាក់ពីមនុស្សដែលកំពុងកែប្រែទំនាក់ទំនងឡើងវិញដើម្បីឲ្យត្រូវនឹងអ្វីដែលគេចង់បាននៅគណៈពេលនេះបើអ្នកមើលរំលងរឿងនេះអ្នកនឹងបន្តត្រូវគេកេងចំណេញដោយសារតែការចងចាំអតីតកាលដែលមិនដែលកើតឡើងពិតប្រាកដដំណោះស្រាយលើកឡើងនៅរូបភាពពេញលេញដោយស្ងប់ស្ងាត់នៅពេលរឿងនេះកើតឡើងទុកចិត្តលើការចងចាំរបស់អ្នកចំពោះព្រឹត្តិការណ៍នានាច្រើនជាងការកែប្រែប្រវត្តិសាស្ត្ររបស់គេចំណុចទី25មាននរណាម្នាក់តែមើលព្រំដែនរបស់អ្នកដោយសំណើតូចតាចជាមុនសិនមុនពេលធ្វើសំណើធំមូលហេតុការទទួលបានការយល់ព្រមលើរឿងតូចតាចធ្វើឲ្យការទាញយកការយល់ព្រមលើរឿងធំបានយ៉ាងងាយស្រួលជាងមុននៅពេលក្រោយវាបញ្ជាក់ពីមនុស្សដែលកំពុងស្ទាបស្ទង់មើលថាតើគេអាចរុញច្រានអ្នកបានឆ្ងាយប៉ុណ្ណាវានឹងធ្វើឲ្យអ្នកបន្តបាត់បង់ព្រំដែនផ្ទាល់ខ្លួនបន្តិចម្ដងដោយស្ងាត់ស្ងៀមរហូតដល់អ្នកស្ទើរតែមិនដឹងខ្លួនដំណោះស្រាយបរិសេធឲ្យបានឆាប់ទោះជាចំពោះសំណើតូចតាចក៏ដោយមនុស្សដែលគោរពព្រំដែននិងមិនដាក់ទោសអ្នកចំពោះការមានព្រំដែននោះឡើយចំណុចទី26ដៃគូរបស់អ្នកធ្វើការសម្រេចចិត្តធំដែលប៉ះពាល់ដល់អ្នកដោយមិនដែលរាប់បញ្ចូលអ្នកទាល់តែសោះមូលហេតុគេមើលឃើញទំនាក់ទំនងជាអ្វីដែលគេជាអ្នកដឹកនាំមិនមែនជាអ្វីដែលអ្នកកសាងជាមួយគ្នានោះទេវាបញ្ជាក់ពីអត្តសញ្ញាណនៃការចង់គ្រប់គ្រងដែលលាក់បាំងនៅពីក្រោយទំនុកចិត្តនិងភាពដាច់ខាតបើអ្នកមើលរំលងរឿងនេះអ្នកនឹងបាត់បង់សម្លេងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកបន្តិចម្ដងដំណោះស្រាយសួរត្រង់ថាហេតុអ្វីបានជាមិនពិគ្រោះយោបល់ជាមួយអ្នកទាមទារធ្វើជាផ្នែកមួយនៃការសម្រេចចិត្តដែលប៉ះពាល់ដល់អ្នករាល់លើកទាំងអស់ចំណុចទី27មានមនុស្សណាម្នាក់បាត់ខ្លួនពីជីវិតរបស់អ្នកភ្លាមនៅពេលដែលអ្នកឈប់មានប្រយោជន៍សម្រាប់គេមូលហេតុទំនាក់ទំនងនេះត្រូវបានកសាងឡើងលើអ្វីដែលអ្នកអាចផ្ដល់ឲ្យមិនមែនលើអ្វីដែលជាអត្តសញ្ញាណរបស់អ្នកឡើយវាបញ្ជាក់ពីគំនិតគេចំណេញ
ដែលមានស្រាប់តាំងពីដើមមកគ្រាន់តែត្រូវបិទបាំងដោយការតាក់ទងជាប្រចាំវានឹងធ្វើឲ្យអ្នកឈឺចាប់2ដង3ដងឬក៏ជារៀងរហូតបើអ្នកមិនបបង់មនុស្សប្រភេទនេះម្ដងនៅពេលដែលការពិតត្រូវបានលាតត្រដាងនិងម្ដងទៀតនៅពេលដែលដឹងថាវាមិនដែលជារឿងមិត្តភាពពិតប្រាកដនោះទេដំណោះស្រាយកត់សម្គាល់ថាតើការតាក់ទងធ្លាក់ចុះភ្លាមនៅពេលស្ថានភាពរបស់អ្នកផ្លាស់ប្ដូរដែរឬទេបណ្ដោយឲ្យមនុស្សដែលឲ្យតម្លៃទៅលើផលប្រយោជន៍របស់អ្នកហើយមិនដែលឲ្យតម្លៃលើរូបអ្នកដើរចេញពីជីវិតអ្នកទៅចំណុចទី28វិធានមាសដែលលុបចោលគ្រប់ចំណុចខាងលើចូលទុកចិត្តលើអ្វីដែលមនុស្សធ្វើមិនមែនអ្វីដែលគេនិយាយឡើយគ្រប់ចំណុចនៅក្នុងវីដេអូនេះគឺជាតម្រុយមិនមែនជាការវិនិច្ឆ័យចុងក្រោយទៅលើនរណាម្នាក់នោះដូច្នេះចូលប្រើប្រាស់វាបញ្ចូលគ្នាជំនួសឲ្យការពឹងផ្អែកលើចំណុចណាមួយតែមួយមុខទាំងស្រុងការវិនិច្ឆ័យនរណាម្នាក់ពីសម្បកខាងក្រៅត្រឹមតែពាក្យសម្ដីវាគ្រាន់តែអាចឲ្យយើងស្ទាបស្ទង់ប៉ុណ្ណោះយើងមិនអាចសន្និដ្ឋានគេ 100% ថាគ្រប់ចំណុចខាងលើទាំងនេះគេពិតជាមនុស្សបែបហ្នឹងនោះទេសង្កេតមើលទង្វើដែលធ្វើឡើងដដែលតាមពេលវេលាព្រោះពាក្យពេចន៍មិនអស់ប្រកាសໄວឡើយហើយអាណាក៏អាចនិយាយពាក្យត្រឹមត្រូវល្អឥតខ្ចោះដែរនៅក្នុងគណៈពេលតែមួយបាននេះគឺជាតម្រងដែលចាប់បាននៅអ្វីដែលទម្លាប់នីមួយៗអាចមើលរំលងចូលអនុវត្តវិធីនីមួយៗដែលយើងរៀបរាប់ខាងលើហើយក្នុងវីដេអូបន្ទាប់យើងនឹងមានចំណុចផ្សេងៗដែលទៅនឹងចិត្តសាស្ត្រផ្សេងចិត្តសាស្ត្រនៃប្រភេទមនុស្សផ្សេងដែលគេថាដូចជានៅក្នុងសង្គមរបស់យើងណាអត់មានអត់បានតែស្រាវជ្រាវទេយើងនឹងមានច្រើនមានអត្ថបទភេទច្រើនផ្សេងគ្នាតែយើងតាមដំណាក់កាលដែរអញ្ចឹងចង់បញ្ចប់គឺគ្រាន់តែផ្ដាំផ្ញើនៅក្នុងការដែលយកការអត្ថបទនេះទៅអនុវត្តក្នុងចំណុចណាមួយក្នុងជីវិតសូមឲ្យទទួលបានចំណេះដឹងល្អហើយនឹងមើលឃើញនៅមិត្តភក្តិល្អចូលក្នុងជីវិតនិងមិត្តរួមការងារល្អចូលក្នុងជីវិតរបស់អ្នកឲ្យបានច្រើនហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតជួយ like ជួយ share ជួយ subscribe បានច្រើនផងអរគុណ